នាថ្ងៃសៅរ៍ទី29 ខែមីនាការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រីស៊ីកេរុងវីស៊ីបាបានផ្លាស់ការចូលរួមរំលែកទុក្ខរបស់លោកដល់មីយ៉ាន់ម៉ានិងថៃក្រោយគូរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោចជាង 1000 នាក់នៅប្រទេសទាំងពីរនេះបើតាមការជិនផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ក្នុងសារផ្លាស់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាលោកស៊ីបាបាននិយាយថារូបលោកសោកសៅជាខ្លាំងដែលបានដឹងអំពីទំហំខូចខាតដែលបង្ឡើងដោយរញ្ជួយដីនៅភាគកណ្ដាលមីយ៉ាន់ម៉ាហើយលោកសូមចូលរួមរំលែកទុក្ខដោយស្មោះពីចិត្តដល់ជនដែលរងគ្រោះទាំងអស់បន្ថែមពីនេះលោកពីស៊ីបាបានបួងសួងឲ្យអ្នករងការប៉ះពាល់ទាំងឡាយអាចនៅឡើងវិញហើយតំបន់ដែលរងគ្រោះអាចស្ដារឡើងវិញឆាប់ខណៈជប៉ុនឈរនៅជាមួយប្រជាជនមីយ៉ាន់ម៉ាជានិច្ចក្នុងគ្រាដ៏លំបាកនេះពីឯក្នុងសារដែលដល់ឡែកផ្លាស់ទៅកាន់ប្រទេសថៃលោកនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថាលោកមានទុក្ខក្រៀមក្រំយ៉ាងខ្លាំងដោយសារហេតុការណ៍រញ្ជួយដីនេះនិងសូមចូលរួមផ្លាស់ការអាណិតអាសូរយ៉ាងជ្រាលជ្រៅទៅកាន់អ្នកទាំងអស់ដែលបានរងការប៉ះពាល់ហើយជប៉ុនក៏ឈរនៅជាមួយថៃជានិច្ចផងដែរគួរបញ្ជាក់ថាកាលពីរសៀលថ្ងៃសុក្រសប្តាហ៍នេះគ្រូរញ្ជួយដីកម្រិត 7.7 រេកទ័រជម្រៅត្រឹម 10 គីឡូម៉ែត្របានវាយប្រហារនៅភាគពាយព្យពីទីក្រុងសាវាំងកណ្ដាលប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះរបបសឹកមីយ៉ាន់ម៉ាបានប្រាប់ថាមនុស្សកើតដល់ 1002 នាក់បានស្លាប់ហើយ 2376 នាក់បានរងរបួសប៉ុន្តែតួលេខទាំងនេះត្រូវគេរំពឹងថានឹងនៅបន្តកើនឡើងថែមទៀតចំណែកនៅឯប្រទេសថៃដែលបានទទួលរងឥទ្ធិពលរំញ័រខ្លាំងពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាដែលនោះមានមនុស្សយ៉ាងហោច10នាក់ស្លាប់និងបាត់ខ្លួន101នាក់នៅការដ្ឋានសំណង់3កន្លែងក្នុងទីក្រុងបាងកករួមមានទាំងអគារកំពុងសាងសង់កម្ពស់30ជាន់ដែលបានដួលរលំ